โอเคจากนี้ก็ยืนตัวอย่างเป็นบรรยากาศทำไมมือเทียดได้เติมแต่ធ្វើការ list នៅក្នុងបាយนั้นคือជា resolve វាគឺជាប្រភេទបច្ចេកៈថ្មីមួយទៀតឬក៏ជាប្រភេទ platform ថ្មីដែលមានគោលដៅក្នុងការបង្កើតនៅស្ថិរភាពឬក៏លំនឹងនៅក្នុងទីផ្សារ crypto ដោយដែលដឹងចឹងថាទីផ្សារ crypto គឺវាអត់មានលំនឹងទេវាមានពេលខ្លះឡើងមានពេលខ្លះចុះអញ្ចឹងទៅហើយបើសិនជា project resolve នេះចង់ធ្វើការរក្សាស្ថិរភាពឬក៏រក្សាលំនឹងនៅក្នុងទីផ្សារ crypto តើអាចរក្សាបានដល់របៀបណាដើម្បីអាចធ្វើអញ្ចឹងបានគឺ project នេះគេមានជាលក្ខណៈ backstage ចំនួន2ទៀតដែលវាគឺជាប្រភេទ token crypto ដូចគ្នាដែលកាកទី1គឺជា USR ដែលវាគឺជាកាកដែលត្រូវបាន support ឡើងដោយ data neutral ហើយនឹង back ដោយ Ethereum ចំពោះកាកនេះវាគឺជាប្រភេទ DeFi stable coin ដែលកាកនេះវាមានទូនទីក្នុងការជួយទប់នៅលើទីផ្សារនៅពេលដែលវាមានការរង្គោះរង្គើឬក៏នៅពេលដែលទីផ្សារមានការកន្លងកើតឡើងគឺកាក USR នេះគឺបានធ្វើការទប់កុំឲ្យវាមានការធ្លាក់ដោយយើងដឹងចឹងថា stable coin វាគឺជាប្រភេទកាកដែលមានតម្លៃថេរហើយនៅមួយទៀតគឺជា OLP Resolve Liquidity Pool វាគឺជាប្រភេទកាកមួយផ្សេងទៀតដែលតំណាងទៅឲ្យទ្រព្យសកម្មដើម្បីធ្វើការទប់ជាមួយនឹងតម្លៃ stable coin របស់ USR ដែលខ្ញុំនិយាយមុនហ្នឹងប៉ុន្តែចំពោះកាកនេះផងដែរវាក៏នឹងមានការទទួលនៅ reward ខ្ពស់នៅពេលដែលទីផ្សារមានការកើនឡើងផងដែរប៉ុន្តែនៅពេលដែលទីផ្សារធ្វើការធ្លាក់ចុះវិញគឺវានឹងត្រូវបានជួយរក្សាលំនឹងដោយ USR ដែលជាប្រភេទ stable coin ដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងគឺបានន័យថាកាកនេះយើងនឹងទទួលបាន reward ក៏ខ្ពស់ហើយនឹងមាន risk ក៏ខ្ពស់ដូចគ្នាប៉ុន្តែវាក៏មានជាប្រភេទ USR ដែលជា stable coin ដើម្បីជួយធ្វើការទប់លំនឹងនៃទីផ្សារកុំឲ្យមានការច្បងច្បល់ដូចគ្នាអូខេអញ្ចឹងដោយសារតែទូរនទីនៃកាក2 USR ហើយនឹង OLP ហ្នឹងវាមានទូរនទីដើម្បីជួយធ្វើការទប់លំនឹងទីផ្សារវិញទៅមកយ៉ាងហើយទៅធ្វើឲ្យ project នៃ Resolve ហ្នឹងគឺមានគោលដៅក្នុងការរក្សាលំនឹងនៅក្នុងទីផ្សារ crypto នៅពេលដែលទីផ្សារមានការឡើងចុះអីប្រភេទកាកឬក៏ project Resolve នេះគឺវាអត់ធ្វើការឡើងចុះទៅតាមទីផ្សារទេហើយចំពោះ project Resolve នេះផងដែរក៏មានជា supporter ជាលក្ខណៈ venture ធំៗជាច្រើនផងដែរគឺមានដូចជា Robot Venture Coinbase Venture ក៏ដូចជាមាន venture ផ្សេងៗទៀតជាច្រើនដែលពាក់ព័ន្ធជាមួយនឹងក្នុងវិស័យ crypto នេះហើយចំពោះកាកនឹងផងដែរឥឡូវនេះគឺត្រូវបានធ្វើការ list ចូលទៅក្នុង Binance ហើយបើសិនជាអ្នកគ្នាចង់ធ្វើការវិនិយោគអ្នកគ្នាអាចចូលទៅធ្វើការវិនិយោគឬក៏រកមើលនៅក្នុង Binance បានប៉ុន្តែមុននឹងធ្វើការវិនិយោគសូមមក complete ធ្វើការ research ឬក៏ស្រាវជ្រាវបន្ថែមនៅខ្លួនឯងអូខេអញ្ចឹងយើងបន្តទៅកាន់ព័ត៌មាន crypto របស់យើងម្ដងEric Trump ដែលជាកូនប្រុសរបស់លោកធានាទឹកដី Donald Trump បានធ្វើការប្រកាសភាពជាដៃគូរវាង Trump ដែលជាកាក់មីមខ្វាន់ជាមួយនឹង Volatility Finance ហើយនៅមួយទៀតគឺតទៅជាមួយនឹងរឿងរ៉ាវរកម្មរករវាងលោក Donald Trump ហើយនឹងលោក Elon Musk ដោយលោក Trump គឺគាត់បាននិយាយថាទំនាក់ទំនងរបស់គាត់ជាមួយនឹងលោក Elon Musk គឺបានបញ្ចប់ហើយលោក Trump ក៏បាននិយាយបន្ថែមទៀតផងដែរថាលោក Elon Musk ហ្នឹងគឺនឹងត្រូវប្រឈមមុខជាមួយនឹងផលវិបាកធ្ងន់ធ្ងរបើសិនជាគាត់ផ្ដល់ fund ជួយទៅដល់គណៈបកប្រជាធិបតេយ្យហើយនៅមួយទៀតគឺតទៅជាមួយនឹងប្រទេសកូរ៉េខាងត្បូងនឹងធ្វើការបង្កើតគណៈកម្មាធិការពិសេសដើម្បីត្រួតពិនិត្យលើទ្រព្យសម្បត្តិ digital និងធ្វើកំណែទម្រង់ច្បាប់ Bitcoin ក៏ដូចជា crypto ផ្សេងៗផងដែរហើយនឹងតទៅជាមួយនឹង US inflation របស់សហរដ្ឋអាមេរិកគឺបានកើនឡើង 2.4% ដែលវាខុសពីការរំពឹងទុកដែលមានចំនួនរហូតដល់ទៅ 2.5% ហើយតទៅជាមួយនឹងលោកប្រធានាធិបតី Trump គឺបានធ្វើការជំរុញឲ្យ Fed នឹងធ្វើការកាត់បន្ថយអត្រាការប្រាក់ចុះ 1% ហើយនៅមួយទៀតគឺតទៅជាមួយនឹងក្រុមហ៊ុនសាធារណៈចំនួន12ដែលបានធ្វើការបញ្ចូល Bitcoin ទៅកាន់ balance sheet របស់ពួកគេជាដំបូងនៅក្នុងខែឧសភាក្រុមហ៊ុនទាំងនោះគឺជាក្រុមហ៊ុនធំលក្ខណៈអន្តរជាតិដែលមានដូចជា GameSpot ចាប់ផ្ដើមជាមួយនឹង4170 Bitcoin, Zap Solution, INC Strike ដែលមាន1500 Bitcoin, DDC Enterprise ដែលចាប់ផ្ដើមពី100 Bitcoin, Rockzone Global ដែលចាប់ផ្ដើមពី 98.08 Bitcoin, ATAI ដែលចាប់ផ្ដើមពី58 Bitcoin, Kindly MD Nakamoto ចាប់ផ្ដើមពី21 Bitcoin, Coinzilium Group Forza ដែលចាប់ផ្ដើមពី10 Bitcoin, Walnut Capital ចាប់ផ្ដើមពី10 Bitcoin, Where Food Come From ចាប់ផ្ដើមពី7 Bitcoin, GreenMax ចាប់ផ្ដើមពី 6.2 Bitcoin, Abroad Restaurant ចាប់ផ្ដើមពី5 Bitcoin, H100 Group ចាប់ផ្ដើមពី 4.39 Bitcoin អូខេអញ្ចឹងតទៅជាមួយនឹងបច្ចេកៈ Resolve ក៏ដូចជាព័ត៌មាន crypto របស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានអ្វីធ្វើការ update បន្ថែមខ្ញុំនឹងយកមកធ្វើការចែកជូនទៅកាន់អ្នកគ្នាបន្តទៀតអញ្ចឹងយើងជួបគ្នាទៀតនៅវីដេអូក្រោយជាមួយនឹងព័ត៌មានថ្មីបន្តទៀត